ខ្ញុំមិនចង់ឲ្យគាត់ចុះទៅក្រោមដើម្បីសង្សឹកប៉ុន្តែខ្ញុំបានធ្វើដោយចិត្តវាពិបាកសម្រាប់គាត់ក្នុងការដកខ្លួនចេញកាយនៅលើមេឃបើមិនដូច្នោះទេវានឹងក្លាយជាទីបញ្ចប់នៃពិភពលោកគាត់មិននិយាយអ្វីទេគាត់ក៏ទាញដៃរបស់គាត់ចេញដោយហើយចង្អុលវាទៅលើមេឃអាចផ្កាយដ៏ធំមួយបានធ្លាក់ពីលើមេឃកាលពី2នាទីបន្ទាប់ឃើញបែបនេះលោកគ្រូក៏សម្រេចចិត្តមិនខាត់គាត់ទៀតហើយដូច្នេះគាត់បានថតរូបដ៏ស្រស់ស្អាតមួយហើយបានប្រាប់គាត់ឲ្យការពីក្មេងស្រីខាងលើលោកក៏បាននិយាយផងដែរថាដើម្បីស្វែងរកការគ្រូសាស្ត្រលើបំផ្លាញបន្ទាប់មកគាត់បានថតរូបនៅលើភ្នំជាមួយយ៉ាងណាមិញបន្ទាប់ពីគាត់បានចុះពីលើបានទៅរកមនុស្សនៅក្នុងរូបថតទេនៅពេលទៅវិញគាត់បានរកឃើញភោជនីយដ្ឋានមួយដើម្បីញ៉ាំដោយមិននឹកស្មានដល់ពេលគាត់ញ៉ាំអាហាររួចគាត់ក៏ត្រូវរត់យន្តដោយក្មេងស្រីសក់ក្រហមម្នាក់ក្មេងប្រុសនោះមិនមានប្រតិកម្មអ្វីទេមានរឿងអ្វីកើតឡើងក្រុមប្រដាប់អាវុធមួយក្រុមបានដេញតាមពីក្រោយគាត់បានសុំឲ្យក្មេងស្រីប្រកួតដើម្បីកុំឲ្យក្មេងស្រីនោះត្រូវចាប់បានថាក្មេងប្រុសនោះដោយផ្ទាល់នៅលើមាត់នាងបានអង្វរក្មេងប្រុសនោះឲ្យជួយនាងប៉ុន្តែមុនពេលក្មេងប្រុសនោះនិយាយថាបាទចាស់សក់ក្មេងទំនើងម្នាក់បានមកដល់ទៅនាងដោយកំបិតយ៉ាងណាក៏ដោយក្មេងប្រុសនោះបានរារាំងការវាយប្រហាររបស់គូប្រកួតបានយ៉ាងងាយស្រួលដោយប្រើម្រាមដៃតែប៉ុន្មានវិនាទីប៉ុណ្ណោះដើម្បីគូកម្ចាត់ក្រុមក្មេងទំនើងទាំងអស់នៅលើដីនៅទីបំផុតក្មេងទំនើងដែលយ៉ាងណាមួយអាចរត់គេចខ្លួនបានតែដោយភាពភ័យស្លន់ស្លោក្មេងស្រីមិននឹកស្មានថាក្មេងប្រុសមានឥទ្ធិពលខ្លាំងណាស់នាងគោរពបូជាគាត់គ្រប់ពេលវេលានៅពេលនេះក្មេងប្រុសនោះបានឃើញក្មេងស្រីមើលទៅសាំនាងមើលទៅដូចជាក្មេងស្រីដែលលោកចាំបានគាត់ដូច្នេះគាត់បានយករូបថតចេញឲ្យប្រៀបធៀបជាមួយក្មេងស្រីនោះបានសួរក្មេងប្រុសថាហេតុអ្វីបានជាគាត់រូបថតផ្ទាល់ខ្លួនរបស់គាត់ពិតជាអ្នកមែនបន្ទាប់មកក្មេងស្រីនោះបានដោះមុខខ្លាំងៗរបស់នាងចេញហើយបានបង្ហាញមុខមាត់ពិតរបស់នាងរហូតមកដល់ពេលនោះក្មេងប្រុសនោះប្រកាសចិត្តថាក្មេងស្រីនៅពីមុខគាត់គឺជាម្នាក់គាត់នឹងការពារនៅពេលគាត់ទៅចុះពីលើភ្នំគ្រាន់តែពេលដែលក្មេងស្រីនិងក្មេងប្រុសនោះគៀបនឹងចាក់ចេញក៏មានក្រុមមួយទៀតក្មេងទំនើងកាន់កាំបិតមនុស្សទាំងពីរនាក់ត្រូវបានដាក់ជាក្រុមជាមួយគ្នាឃើញទិដ្ឋភាពនេះក្មេងស្រីនោះគិតថាខ្លួនជានឹងស្លាប់យ៉ាងណាមិញរូបរាងរបស់ក្មេងទំនើងទាំងពីរនាក់បានបែកធ្លាយបរិយាកាសតានតឹងមនុស្សដំបងគេដែលចេញពីឡានគឺជាបងប្រុសរបស់ក្មេងស្រីនោះមានអារម្មណ៍ធូរស្រាលដែលបានឃើញបងប្រុសរបស់នាងបងប្រុសបានអនុញ្ញាតឲ្យក្មេងស្រីត្រឡប់ទៅផ្ទះវិញជាមួយប៉ុន្តែក្មេងស្រីនោះចង់យកក្មេងប្រុសនោះជាមួយនាងដោយមិននឹកស្មានដល់ចៅហ្វាយខ្មៅមិនចង់ឲ្យពួកគេទៅយ៉ាងងាយចៅហ្វាយខ្មៅបានប្រាប់គាត់ថាសម្រាប់ដើម្បីគ្រូសាវេនគាត់អាចអនុញ្ញាតក្មេងស្រីនោះទៅប៉ុន្តែក្មេងស្រីនោះត្រូវទុកភស្តាងវាបានប្រែក្លាយថាក្មេងស្រីនោះតែជាកូនស្រីរបស់គ្រូសាវេនប៉ុណ្ណោះប៉ុន្តែក៏ជាអ្នកយកព័ត៌មានម្នាក់ផងដែរនាងបានយកភស្តាងជាច្រើននៃឧក្រិដ្ឋកម្មរបស់ចៅហ្វាយខ្មៅដោយមានសំណើយ៉ាងម៉ឺងម៉ាត់ពីបងប្រុសក្មេងស្រីអាចប្រកួតភស្តាងបានតែប៉ុណ្ណោះយ៉ាងណាមិញនៅពេលដែលក្មេងស្រីនោះហៀបនឹងចាក់ចេញក្មេងប្រុសនោះចៅហ្វាយខ្មៅបាននិយាយថាអ្នកដែលវានាងមិនអាចចាក់ចេញបានទេក្មេងស្រីនោះចង់ទូចឲ្យយកក្មេងប្រុសម្នាក់នៅជាមួយនាងប៉ុន្តែនាងត្រូវបាននាងហើយបាននាំនាងចូលទៅក្នុងឡានបន្ទាប់មកចៅហ្វាយខ្មៅបានញុះញង់ក្មេងប្រុសនោះដោយគិតថាគាត់អាចវាយនាងបាននៅពេលថ្ងៃត្រង់ក្មេងប្រុសវេញយ៉ានមិនបានឆ្លើយប៉ុន្តែបានលើកម្រាមដៃមួយចៅហ្វាយខ្មៅគិតថាក្មេងប្រុសនោះកំពុងនិយាយអំពីទំហំនៃកាំបិតមួយដោយមិននឹកស្មានដល់ក្មេងប្រុសនោះបាននិយាយថាខ្ញុំអាចវាយបានទាំងអស់ពេលវេលាចៅហ្វាយខ្មៅវេញយ៉ានគិតថាក្មេងប្រុសនោះកំពុងអួតអាងគាត់បែរខ្លួនហើយអង្គុយក្នុងឡានហើយបានចាក់ចេញ2នាទីបន្ទាប់ប្អូនប្រុសតូចរបស់គាត់បានប្រញាប់ប្រញាល់ឡើងត្រៀមខ្លួនសម្រាប់ក្មេងប្រុសប៉ុន្តែគាត់មិននឹកស្មានថាពួកគេមិនមែនជាគូកងសម្រាប់ក្នុងប្រសែភ្នែករបស់ក្មេងប្រុសនោះពួកគេគឺជាគ្មានគូប្រៀបសម្រាប់គាត់តតែសោះឃើញតែមួយចលនាប៉ុណ្ណោះ3ដងគុណនឹង5គុណនឹង2ដងហើយវីកូនតូចឲ្យទេអ្នករស់រានមានជីវិតតែ3នាក់ប៉ុណ្ណោះបានភ័យខ្លាចហើយលុតជង្គង់ទឹកក្មេងប្រុសនោះដើម្បីសុំក្តីមេត្តាមុននឹងចាក់ចេញក្មេងប្រុសនោះបានគប់មួយក្នុងចំណោមក្មេងល្ងងចូលទៅក្នុងលុយរបស់ខ្លួនឯងម្ចាស់ភោជនីយដ្ឋានដើម្បីទូទាត់សងសម្រាប់ការបានរងទុកនៅក្នុងភោជនីយដ្ឋានបន្ទាប់ពីនោះចៅហ្វាយខ្មៅដែលបានរៀនព័ត៌មានស្រាប់តែខឹងសម្បាយ៉ាងខ្លាំងគាត់មិននឹកស្មានថាគាត់មិនអាចយកឈ្នះក្មេងប្រុសដែលមានបរិបទបញ្ចេញកំហឹងរបស់គាត់បានសម្រេចចិត្តចំណាយប្រាក់ច្រើនដើម្បីអញ្ជើញក៏កំពូលដែលសម្រាប់ក្មេងប្រុសនោះម្យ៉ាងដែរទុកឲ្យឃាតករសម្រាប់ទៅក្មេងស្រីជាមួយគ្នាព្រោះគាត់គិតថាក្មេងស្រីនោះដឹងច្រើនពេកវានឹងមានគ្រោះថ្នាក់ពេកសម្រាប់គាត់ស្នាក់នៅក្នុងលោកខ្ញុំមិនធ្វើទេជឿវាតើអ្នកអាចជៀសវាងវាបានទេហាក់ដូចជាគ្មានគ្រាប់ទេទៅឆ្ងាយទៅខ្ញុំមិនគិតថាវាជាបញ្ហាធំដុំទេខ្ញុំមើលមិនឃើញអ្វីទាំងអស់ខ្ញុំមិនអាចយកឈ្នះគាត់បានទេ